ជំរាបសួរលោកគ្រូខ្ញុំឈ្មោះដាងសីពីដែលមកពីក្រុម E-Basic A ថ្ងៃនេះខ្ញុំមកធ្វើ presentation តាក់ទងមួយបច្ចេកវិទ្យា design ដែល website របស់ខ្ញុំឈ្មោះថា Greenlight Plan Store នេះគឺជា table of content របស់យើងដែលមាន7ចំណុចទី1មាន introduction ទី2 timeline ទី3 target user ទី4 program ទី5 solution ទី6 conclusion ហើយនិងទី7គឺ demo introduction របស់យើងបច្ចេករបស់យើងមានឈ្មោះថា Greenlight Plan Store ដែលជា website មួយផ្ដោតទៅលើការលក់ indoor plant pot ហើយនិង garden tool ហើយវាមាន lesson guideline idea សម្រាប់ផ្ដល់ឲ្យ user ដូចគ្នាហើយវា responsive ហើយនិង user friendly platform មួយផងដែរនេះគឺជា timeline នៃការធ្វើបច្ចេកដែលមានរយៈពេល6សប្តាហ៍សប្តាហ៍ទី1ចាប់ផ្ដើមផ្សាយរក topic ហើយនិង research តាក់ទងមួយវាសប្តាហ៍ទី2 design Figma សប្តាហ៍ទី3 start code សប្តាហ៍ទី4 start code ដែលតាក់ទងមួយ JavaScript ហើយសប្តាហ៍ទី5 test ហើយនិង check ទៅលើ code ហើយនិង function មួយចំនួនសប្តាហ៍ទី6គឺជា final code ចំពោះ target user របស់យើងគឺមានដូចជាអ្នកនៅក្នុងទីក្រុងដែលពួកគាត់ចង់ដាំរុក្ខជាតិនៅទីកន្លែងតូចចង្អៀតអាចជ្រើសរើសបានជាមួយនឹង indoor plant ហើយនឹងសិស្សសាលាដែលគាត់មានចំណាប់អារម្មណ៍ទៅនៅធម្មជាតិហើយនឹងការ DIY gardening អ្នកដែលគាត់ចូលចិត្តពណ៌បៃតងហើយនឹងការចង់រស់នៅជីវិតដែលស្រស់ស្រាយអ្នកដែលonline shopper ដែល looking for convenient access to plant store and pot នៅក្នុងប្រទេសកម្ពុជារបស់យើងចំពោះបញ្ហាដែលយើងហៅបានគឺទី1ពិបាកក្នុងការស្វែងរកគុណភាពរបស់ plant ហើយនឹងថតដែលនៅចិត្តអត់មានចំណេះដឹងតាក់ទងជាមួយនឹង plant care fast tracking check out experience website artwork ជាមួយនឹង mobile ហើយនឹង help to track different category ឃើញពីបញ្ហាទាំងអស់ហ្នឹង website របស់យើងបានបង្កើតនៅ solution ទាំងអស់នេះដើម្បីដោះស្រាយដែលនៅក្នុង website របស់យើងមាន online category ដែលមាន plant pot tools ហើយនៅមាន plant care guideline section ដែលវាប្រាប់អំពី meaning របស់រុក្ខជាតិនីមួយៗហើយនឹងរបៀបថែទាំរបស់វា smart card ដែលយើងអាចដឹងពីអាចជ្រើសរើសចំនួន size ហើយនឹងកណនីតម្លៃក្នុងពេលតែមួយហើយវាក៏ responsive layout គ្រប់screen size ហើយ ហើយវាក៏ organize sort by category ដូចគ្នា conclusion នៅក្នុងបច្ចេកមួយនោះវាអនុញ្ញាតឲ្យខ្ញុំ apply នៅ skill ដែលរៀននៅក្នុង web design ជាច្រើនដូចជាការគូរនៅក្នុង Figma be responsive ហើយនឹង interactive website ដែលប្រើ HTML CSS និង JavaScript ហើយក៏បានរៀនអំពីការស្វែងរកគំនិតហើយនឹងការគិតអ្វីដែលជាបញ្ហាចម្បងរបស់ user ដើម្បីស្វែងរកបញ្ហាឲ្យត្រូវនឹងអ្វីដែល user ចង់បានការស្វែងរកដំណោះស្រាយពីវាឥឡូវយើងទៅដល់ចំណុច demo website របស់យើងចូលដំបូងគឺវានឹងចេញ panel មួយដែល welcome to Greenlight ហើយវានឹងប្រាប់យើងថាបើយើងចង់បាន coupon discount យើងត្រូវ create account សម្រាប់អ្នករត់ account យើងចាប់ផ្ដើម create account ដែលមានឈ្មោះ email ហើយនិង passwordបន្ទាប់មកវានឹង alert សារពី coupon discount របស់យើងដែលមានឈ្មោះថា Greenlight Plan នេះគឺជា account ដែលយើងបានបង្កើតនេះគឺជា home page របស់យើងដែលមាន meaning នៃការដាំរុក្ខជាតិសពហើយ category ដែលមាន plant pot ហើយនិង accessory យើងអាចចុចទៅលើវាដើម្បីទៅកាន់ section នីមួយៗហើយក៏មាន popular plant ដែលជារុក្ខជាតិដែលយើងលក់ដាច់នៅក្នុងហាងរបស់យើងផងដែរនេះគឺជា plant section ហើយនឹង pot section របស់យើងក៏មាន accessory ដើម្បី decor នៅលើ plant របស់យើងផងដែរហើយនៅ lesson guideline
ដែលតកតងជាមួយនឹងមីនីងរបស់រុក្ខជាតិហើយនឹងរបៀបថែទាំរបស់វាតិចតួចនៅក្នុងនោះព័ត៌មានអំពី website របស់យើងតែយើងចង់ទិញផ្កាមួយយើងអាចជ្រើសរើសចំនួនរបស់វាហើយនឹងទំហំនៃរុក្ខជាតិនឹងបានបើសិនជាយើងអត់ទាន់ចង់បានទេយើងអាចចុចខ្វែងដើម្បីទៅរកអ្វីផ្សេងទៀតយើងអាច apply คูปองដែលយើងបាន create account នោះ Green Light Plan apply คูปองយើងនឹងទទួលបាន 10% off check out ក្នុងចំណុច check out យើងអាច check out តាម credit card ឬក៏ QR code គ្រាន់តែដាក់ address របស់យើងហើយនឹងលេខទូរស័ព្ទគឺចំណុចនេះវាមាន order summary ដែលវាមាន summary អំពី address លេខទូរស័ព្ទហើយនឹងចំនួនដែលយើងបានទិញជាកន្លែងនៅ mobile site ដែល navigation បានទាំងអស់គឺនៅក្នុង hamburger ដែលមានចំពោះទៅចំណុច card គឺដូចទៅ desktop site ដូចគ្នាយើងក៏រើសហើយរើសចំនួនហើយ check out ហើយ payment ក៏ដូចគ្នាផងដែរThat's all of my presentation. Thank you, teacher.